ទោះស្រីយើងកំពុងតែនៅក្នុងបន្ទប់ពិសោធន៍របស់គាត់ក៏បានឃើញសារលោកលូជីបាននិយាយថាស៊ីនីនេះសូមអ្នកត្រឡប់មកវិញខ្ញុំទុកពេលឲ្យអ្នក1ម៉ោងឲ្យអ្នកធ្វើម្ហូបឲ្យខ្ញុំនិងស៊ីរ៉ូបើសិនជាអ្នកមិនត្រឡប់មកទេអ្នកយល់ដល់ខ្លួនឯងហើយទោះស្រីយើងក៏និយាយថាលូជីអ្នកនៅតែប្រើវិធីសាស្ត្រដ៏ស្របុកស្របល់បែបនេះដើម្បីបញ្ឆោតខ្ញុំឲ្យខ្ញុំទុកចិត្តសត្រូវម្ដងទៀតមែនទេវាគួរឲ្យអស់សំណើចណាស់បន្ទាប់មកទោះស្រីយើងមិនឆ្លើយតបទេគាត់ក៏បានប្លុកឆាតចោលតែម្ដងមិនឲ្យតាក់ទងមកនាងទៀតទេនាងស្អប់ខ្លាំងណាស់ទោះស្រីយើងក៏បានបន្តការងារពិសោធន៍របស់គាត់បន្ថែមទៀតលោកលូជីកំពុងតែអង្គុយមើលម៉ោងគិតថាជិតដល់ម៉ោងហើយហេតុអ្វីក៏មិនឃើញនាងមកបែបនេះឯនាងស៊ីរ៉ូវិញគឺអង្គុយញញឹមតែម្ដងនៅពេលដែលទោះស្រីយើងមិនមកបែបនេះលោកលូជីក៏បានទាញទូរស័ព្ទមកក៏បានឆាតទៅទោះស្រីយើងទៀតថាជិត1ម៉ោងហើយហេតុអ្វីក៏អ្នកមិនមកតើអ្នកនៅឯណាបន្ទាប់ពីលោកលូជីបានឆាតជាសម្លេងទៅនោះគាត់ក៏បានមើលទូរស័ព្ទរបស់គាត់ក៏បានឃើញទោះស្រីនេះប្លុកឆាតគាត់ចោលតែម្ដងគាត់ក៏បាននិយាយថាហេតុអ្វីក៏នាងប្លុកខ្ញុំអ្នកនាងស៊ីរ៉ូធ្វើជានិយាយម្ញែកម្ញក់បាននិយាយថាអាចទេអ្នកគួរតែបន្ទោសខ្ញុំដោយសារតែអ្នកនេះមកមន្ទីរពេទ្យដើម្បីមើលថែខ្ញុំបងស្រីខ្ញុំយល់ខុសបើមិនដោយសារតែខ្ញុំទេបងស្រីខ្ញុំមិនណាត់ជួបបុរសព្រៃនោះទេលោកលូជីក៏និយាយថាកុំបារម្ភអីគ្មានអ្វីតាក់ទងនឹងអ្នកនោះទេគឺនាងគឺជាអ្នកបំផ្លាញខ្លួនឯងបន្ទាប់មកនាងស៊ីរ៉ូក៏បាននិយាយថាទោះជាយ៉ាងណានាងគឺជាបងស្រីរបស់ខ្ញុំនៅថ្ងៃស្អែកយើងទៅរកនាងជាមួយគ្នាយ៉ាងម៉េចដែរតើល្អដែរទេបន្ទាប់មកលោកលូជីគាត់ក៏បាននិយាយទៅកាន់នាងស៊ីរ៉ូថាមិនចាំបាច់ទេឲ្យនាងនៅខាងក្រៅរងទុក្ខវេទនាទៅប្រហែលជាល្អប្រសិនជាគាត់មិនត្រឡប់មកវិញស៊ីរ៉ូរបួសជើងរបស់អ្នកមិនទាន់ជាសះស្បើយទេខ្ញុំនឹងនាំអ្នកទៅមន្ទីរពេទ្យនៅថ្ងៃស្អែកដើម្បីថតកាំរស្មី X បន្ទាប់ពីលោកលូជីនិយាយដូចនេះនាងស៊ីរ៉ូគឺថាញញឹមខ្ជិបតែម្ដងគឺឲ្យដៃឲ្យភ្នែកគេតែម្ដងណានាងក៏បាននិយាយទៅកាន់លោកលូជីថាលូជីក៏បានអោបកលោកលូជីតែម្ដងលើកជើងដាក់លើផ្លូវលោកលូជីធ្វើឲ្យលោកលូជីនេះគឺរន្ធត់ចិត្តតែម្ដងលោកលូជីក៏និយាយថាស៊ីរ៉ូស៊ីនីនេះនាងទៅបាត់រីឯលោកគូបានធ្វើដំណើរជំនួយអាជីវកម្មរបស់គាត់នៅក្នុងអំឡុងពេលនេះតើអ្នកអាចនៅជាមួយខ្ញុំបានទេលោកលូជីកំពុងតែនិយាយថាប្តីអ្នកនាងស៊ីរ៉ូមិននៅហើយប្រពន្ធគាត់មិននៅពួកគេនឹងនាំគ្នាធ្វើរឿងមករកជាមួយគ្នាណានៅពេលនោះអ្នកនាងស៊ីរ៉ូក៏បានញញឹមក៏បានចាប់បឺតមាត់លោកលូជីតែម្ដងណាកំពុងតែរងចាំពាក្យនេះយូរណាគឺបានដៃពួកគេទាំងពីរថើបគ្នាអោបរត់គ្នាដោយគ្មាននរណាគេមកគេរៀងពួកគេទេអ្នកនាងស៊ីរ៉ូបាននិយាយក្នុងចិត្តថាស៊ីនីនេះអ្នកតែងតែជាអ្នកចាញ់នៅក្នុងកែភ្នែករបស់ខ្ញុំសូម្បីតែទ្រព្យសម្បត្តិឬបុរសរបស់អ្នកខ្ញុំត្រូវតែយកពីនាងឲ្យបានឲ្យអស់បន្ទាប់មកពួកគេទាំងពីរក៏បានបឺតមាត់ចិញ្ចក់គ្នាមួយយប់តោភ្លឺតែម្ដងណាពេលនេះតួស្រីយើងបានមកពិនិត្យសុខភាពនិងរបួសរបស់នាងនៅគ្រូពេទ្យបានឲ្យថ្នាំមួយដបក៏បាននិយាយថានៅពេលដែលអ្នកឈឺចាប់របួសអ្នកគ្រាន់តែលេបវាមួយគ្រាប់ទៅវានឹងធូរសត់ស្បើយបន្ទាប់មកគាត់ក៏បានឲ្យថ្នាំងងុយគេងឲ្យតួស្រីអ្នកគ្រូពេទ្យបានប្រាប់ថាដោយសារតែអ្នកនេះរន្ធត់ខ្លាំងពីរឿងរ៉ាវអតីតកាលរបស់អ្នកឥទ្ធិពលថ្នាំមកលើអ្នកប្រហែលជាមិនសូវច្បាស់ទេបន្ទាប់មកតួស្រីយើងគាត់ទទួលថ្នាំពីអ្នកគ្រូពេទ្យក៏បានអរគុណទៅអ្នកគ្រូពេទ្យក៏និយាយថាសូមអ្នកកុំសោកស្ដាយខ្ញុំឮថាអ្នកនឹងចូលរួមក្នុងគម្រោងស្រាវជ្រាវមួយវាគឺជាការសិក្សាក្នុងការកោសិកាមនុស្សការបង្កើតសរីរាង្គមនុស្សឡើងវិញនៅតែមានសង្ឃឹមសម្រាប់អ្នកទោះស្រីញញឹមឆ្លើយទាំងទឹកចិត្តរីករាយថាខ្ញុំនឹងដឹកនាំក្រុមរបស់ខ្ញុំដោយមិនរាថយរយៈពេល3ឆ្នាំក្នុងជំនាញខាងបច្ចេកវិទ្យាក្លូនកោសិកាមនុស្សប្រហែលជា3ឆ្នាំក្រោយខ្ញុំអាចចម្លងសរីរាង្គដែលបាត់បង់បានយ៉ាងល្អឥតខ្ចោះហើយអ្នកនឹងមិនចាំបាច់ពាក់របស់ទាំងអស់នេះទៀតទេស្របពេលដែលតួស្រីយើងនៅក្នុងមន្ទីរពេទ្យពួកគេទាំងពីរក៏បានមកមន្ទីរពេទ្យផងដែរលោកលូជីបាននាំនាងស៊ីរ៉ូនេះមកមើលជើងរបស់នាងនាងស៊ីរ៉ូក៏បាននិយាយទៅកាន់លោកលូជីថាលោកកុំបារម្ភអីគ្រូពេទ្យបានប្រាប់ហើយថាខ្ញុំមិនមានបញ្ហាធំទេលោកលូជីក៏បាននិយាយថាអ្នកត្រូវតែប្រយ័ត្នមួយរយៈពេលយ៉ាងណាមិញវាត្រូវការពេលមួយរយៈដើម្បីព្យាបាលឆ្អឹងដែលបាក់ស្របពេលនោះតួស្រីយើងក៏បានដើរកាត់នោះជួបពួកគេទាំងពីរលោកលូជីបានឃើញតួស្រីក៏បានស្រែកថាស៊ីនេះលោកលូជីក៏បានដោះដៃអ្នកនាងស៊ីរ៉ូចេញក៏បានសួរតួស្រីយើងថាតើអ្នកកំពុងតែមកអង្វរខ្ញុំដើម្បីចង់ទៅផ្ទះវិញមែនទេដល់ពេលនោះអ្នកនាងស៊ីរ៉ូក៏បានសួរតួស្រីយើងថាបងស្រីយប់មិញតើអ្នកនៅឯណាតើអ្នកទៅទីណាតើអ្នកមានដឹងទេថាអានេះនឹងខ្ញុំព្រួយបារម្ភពីអ្នកបណ្ណាកាលពីយប់មិញទោះស្រីយើងក៏ស្រែកក៏បាននិយាយថាដូច្នេះអ្នកគឺជាស្ត្រីដែលរៀបការរួចបាននៅជាមួយបុរសដែលមិនមែនជាប្តីរបស់នាងពួកអ្នកទាំងពីរបានដេកជាមួយគ្នានៅផ្ទះរបស់ខ្ញុំកាលពីយប់មិញមែនទេនាងស៊ីរ៉ូក៏និយាយថាអូយបងស្រីអ្នកយល់ខុសហើយយប់មិញពិតជាគ្មានអ្វីកើតឡើងរវាងខ្ញុំនិងអាជីទេបន្ទាប់ពីនាងស៊ីរ៉ូនិយាយដូចនេះលោកលូជីក៏បាននិយាយថាពួកយើងគ្រាន់តែមើលថែនាងដោយសារតែជើងរបស់នាងរបួសដូច្នេះនាងនៅទីនោះងាយស្រួលក្នុងការមើលថែស៊ីនេះអ្នកមិនបានត្រឡប់មកវិញកាលពីយប់មិញតែអ្នកនៅជាមួយបុរសឈ្មោះស៊ូនោះមែនទេទោះស្រីយើងនាងក៏បានកវិដៃចេញក៏និយាយថាលោកលូជីសូមអ្នកគោរពខ្ញុំផងពួកយើងបានលែងលះគ្នារួចហើយខ្ញុំនៅជាមួយអ្នកណាខ្ញុំមិនត្រូវការយល់ព្រមពីអ្នកទេបន្ទាប់ពីតួស្រីយើងដាក់ផាំងដូចនេះលោកលូជីក៏បាននិយាយថាតើអ្វីទៅជាការលែងលះបន្ទាប់មកគាត់ក៏បានសម័យឃើញតួស្រីយើងនេះបានបោះលិខិតលែងលះនេះឲ្យគាត់
ចុះហត្ថលេខាហើយនាងក៏បាននិយាយថានឹងមិនត្រឡប់មកនៅជាមួយនឹងលោកលូជីវិញទេបន្ទាប់ពីគាត់សម័យចប់គាត់ក៏បានសើចក៏បាននិយាយថាស៊ីនីនេះអ្នកនៅឯណាតើអ្នកធ្ងន់ធ្ងរទេលោកបានសើចចំអកដល់ទូស្រីយើងបន្ទាប់មកទូស្រីយើងក៏និយាយថាបើមិនដូច្នេះទេតើអ្នកគិតថាខ្ញុំកំពុងលេងផ្ទះជាមួយអ្នកណានៅពេលទូស្រីយើងនិយាយចប់នាងក៏បានដើរចេញអ្នកនាងស៊ីរ៉ូក៏បានចាប់ដៃទូស្រីយើងក៏និយាយថាមិនអីទេបងស្រីអ្នកនឹងអាជីបានរៀបការជាមួយគ្នាអស់រយៈពេល7ឆ្នាំអ្នកដឹងទេថាគាត់ស្រឡាញ់អ្នកប៉ុណ្ណាបន្ទាប់ពីបងស្រីចាយចេញពីអាជីតើមានបរិសុទ្ធណាអាចព្យាបាលអ្នកបានតើមានបរិសុទ្ធណាទទួលយកអ្នកនោះយ៉ាងណាមិញបងស្រីពិតជាកខ្វក់ខ្លាំងណាស់មានក្លិនស្អុយនាងបានសើចចំអកទូស្រីរបស់យើងបន្ទាប់មកលោកលូជីក៏បានគិតក្នុងចិត្តថាដរាបណាអ្នកទទួលស្គាល់កំហុសរបស់អ្នកខ្ញុំសូមទោសចំពោះជំងឺរបស់អ្នកប៉ុន្តែកុំអារម្មណ៍អំពីអ្វីដែលបានកើតឡើងកាលពីយប់មិញទូស្រីយើងសើចក៏បាននិយាយថាតាមពិតអ្នកទាំងពីរគឺជាគូស្នេហ៍ដែលផាត់ក្បត់ទូស្រីយើងក៏បានទះមួយដៃតែម្ដងក៏និយាយបន្ថែមទៀតថាខ្ញុំពិតជាខ្មាស់គេខ្លាំងណាស់ខ្ញុំនិយាយដោយចិត្តឆ្មោះ